ថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញអំពីការវិចអន្សមតដំណើរពីយាយរបស់ខ្ញុំដែលខ្ញុំធ្លាប់បានឃើញគាត់វិចកាលពីគាត់នៅមានជីវិតហើយជានំប្រពៃណីរបស់ខ្មែរយើងដែរចាជាដំបូងហ្នឹងគឺយើងមានអង្ករជាមួយនឹងសណ្តែកបាយគឺយើងដាក់រាយវាអញ្ចឹងមកហើយបន្ទាប់មកគឺយើងក៏មានសាច់ជ្រូក3ជាន់ឬបងប្អូនចង់ប្រើសាច់អីក៏បានសាច់សុទ្ធក៏បានទៅតាមដែលបងប្អូនចង់ចាសូមបញ្ជាក់បន្តិចថាចំពោះស្លឹកចេកគឺយើងបានលាងវាយ៉ាងស្អាតហើយជូតសម្រស់ទឹកវាឲ្យស្អាតដើម្បីកុំឲ្យមានដីឬក៏លំអងស្លឹកចេកចឹងដើម្បីកុំឲ្យនៅពេលយើងវិចហើយដាក់ស្ងោរទៅវាមានជាប់រំអងចេកសពេកអញ្ចឹងធ្វើឲ្យនំយើងមើលទៅវាឆ្ងាញ់ហើយក៏វាដូចអត់មានអនាម័យអញ្ចឹងណាចាហើយបន្ទាប់ពីយើងដាក់អង្ករដាក់សណ្តែកហើយនឹងសាច់ជ្រូកជាមួយនឹងពងមាន់ក្រហមហ្នឹងគឺយើងដាក់ក៏បានមិនដាក់ក៏បានទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនប៉ុន្តែថ្ងៃហ្នឹងគឺចង់សាកមើលថាតើការវិចដាក់ពងមាន់ក្រហមហ្នឹងលាយជាមួយនំហ្នឹងហើយនឹងដែលយើងមិនដាក់ហ្នឹងថាតើវាមួយណាឆ្ងាញ់ជាងអញ្ចឹងណាចាបន្ទាប់មកគឺយើងចងវាបែបហ្នឹងហើយសូមបញ្ជាក់ថានៅក្បាលនំអន្សមនេះគឺយើងត្រូវរឹតវាឲ្យតឹងមែនតែនពីព្រោះអីអានឹងគឺជាចំណុចសំខាន់នៃការដែលអាចឲ្យយើងទុកនំអន្សមនឹងបានយូរព្រោះថាបើសិនជាយើងចងវាធូរហើយនៅពេលដែលយើងស្ងោរទៅវាមានទឹកជ្រាបចូលទៅខាងក្នុងនំវាធ្វើឲ្យនំហ្នឹងងាយខូចហើយទុកឲ្យបានយូរឯងហើយក៏មើលទៅក៏វាមិនឆ្ងាញ់ដែរអញ្ចឹងណាហើយការចងនោះដែរគឺយើងពាត់វាទៅវិញទៅមកអញ្ចឹងមកដើម្បីឲ្យនំយើងហ្នឹងវាមានកាឡាស្អាតដែររៀងរឹតវាតឹងតិចមកចាបើបងប្អូនចង់ប្រើខ្សែជ័រក៏បានចំណុចនេះខ្ញុំប្រើខ្សែអំបោះហើយខ្ញុំបានសង្កេតឃើញថានៅពេលខ្ញុំប្រើខ្សែអំបោះនេះចងវាធ្វើឲ្យនំយើងមានរូបរាងស្អាតជាងចងខ្សែជ័រចាហើយនេះគឺយើងបានចងរួចរាល់ហើយមិនដែរបងប្អូនមើលទៅដូចទំនងដែរអត់ចាហើយនេះគឺនំដែលខ្ញុំវិចបានប៉ុណ្នេះឯងអង្គ2គីឡូហើយនេះគឺបន្ទាប់ពីយើងស្ងោរឆ្អិនហើយចាគឺមើលទៅរូបរាង